បន្ទាប់ពីអាក់ខានអស់ប្រមាណឆ្នាំជប៉ុនបានបញ្ជូនកងទ័ពមួយកងពលទៅចូលរួមក្នុងសម្ពយុទ្ធអាមេរិកនិងហ្វីលីពីនដែលត្រូវប្រព្រឹត្តទៅពីថ្ងៃច័ន្ទទី20មេសានៅក្នុងសម្ពយុទ្ធយោធាដែលមានឈ្មោះជាភាសាហ្វីលីពីនថា Balikatan ដែលមានន័យថាស្មាគស្មាកងទ័ពរបស់ប្រទេសទាំង3ហ្វីលីពីនអាមេរិកនិងជប៉ុនសរុបចំនួន 17,000 នាក់នឹងហាត់សមរួមគ្នាតាមផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកសម្ពយុទ្ធនេះរៀបចំឡើងនៅភាគខាងជើងប្រទេសហ្វីលីពីននៅចំពីមុខកោះតៃវ៉ាន់បើតាមអ្នកនាំពាក្យរបស់កងទ័ពហ្វីលីពីនកងទ័ពជប៉ុនប្រមាណ 1,400 នាក់នឹងចូលរួមនៅក្នុងសម្ពយុទ្ធដែលមានការបាញ់គ្រាប់កាំភ្លើងពិតដូចជាមីស៊ីលបណ្ដែតដើម្បីពន្លិចនាវានៅក្នុងសន្និសីទមុនប្រកាសចាប់ផ្ដើមសម្ពយុទ្ធវរៈសេនីយ៍ឯកអាមេរិកលោក Robert Bean ប្រកាសថាតាមរយៈសម្ពយុទ្ធនៅហ្វីលីពីនអាមេរិកចង់បញ្ជាក់ថាទោះបីកំពុងជាប់ដៃនៅក្នុងសង្គ្រាមដើមបូព៌ាប៉ុន្តែអាមេរិកមិនភ្លេចសម្ព័ន្ធមិត្តអាស៊ីសម្ពយុទ្ធរយៈពេល19ថ្ងៃ Balikatan ស្មាគស្មាជាឱកាសបញ្ជាក់ពីតម្លៃនៃសម្ព័ន្ធភាពដៃថែបដែលអាមេរិកមានចំពោះហ្វីលីពីននិងការបដិញ្ញាចិត្តរបស់អាមេរិកដើម្បីសេរីភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិកពេលកាំងតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Guo Yakun បានប្រតិកម្មទៅនឹងសម្ពយុទ្ធអាមេរិកជប៉ុននិងហ្វីលីពីនដោយព្រមានថាអាមេរិកនិងហ្វីលីពីនកំពុងលេងជាមួយភ្លើងសម្ពយុទ្ធយោធាអាមេរិកហ្វីលីពីនជប៉ុននៅភាគខាងជើងហ្វីលីពីនមិនស្ថិតក្នុងក្រសែភ្នែកល្អរបស់ចិនឡើយព្រោះថាជប៉ុនទើបតែប្រកាសចេញមុខជួយការពារតៃវ៉ាន់ក្នុងករណីមានការរំលោភបំពានម្យ៉ាងហ្វីលីពីនជាភាគីចំនួនដែនទឹកជាមួយចិនសម្ពយុទ្ធនេះធ្វើឡើងនៅក្បែរកោះតៃវ៉ាន់ដែលចិនគំរាមថានឹងយកមកគ្រប់គ្រងវិញទោះត្រូវប្រើកម្លាំងយោធាសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នក